សូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមធ្វើការដល់ចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីបាសកបាសិកាទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូនេះគឺជាសកម្មភាពទាំងស្រុងរបស់គណៈព្រះសង្ឃវត្តផ្លូវសៀមគង់តែរៀបចំតុបតែងលម្អក្នុងទីវត្តអារាមដើម្បីទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះដោយញាតិញោមបានឃើញនឹងទស្សនាអញ្ចឹងឥឡូវនេះក្រុមការងារកំពុងតែរៀបចំដំណើរទង់ជាតិនិងទង់សាសនាដាក់លម្អក្នុងទីវត្តអារាមដើម្បីជាសភនភាពស្រស់ស្អាតញាតិញោមបានអញ្ជើញទស្សនាមើលបានចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃពេលនេះគឺបានច្រើនហើយញោមបានចង្ក្រានបានមួកហើយចំបៃនឹងជាងកំពុងតែដំឡើងដាក់ខ្សែដាក់ពណ៌ដាក់ក្បាច់ហើយប៉ុន្តែមិនទាន់ហើយយ៉ាងស្រង់ទេញោមអញ្ចឹងញាតិញោមដែលមានសទ្ធាអាចចង់ចូលរួមដែលជាភ្លើងក្តីជាទង់ជាក្តីទង់សាសនាក្តីជាសម្ភារៈផ្សេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្ញុំអាចអញ្ជើញឆាតមកខ្ញុំបកណាផ្ទាល់ដើម្បីបានឈ្មោះញាតិញោមចូលរួមដូចញាតិញោមឃើញខាងក្រោយថ្មអញ្ចឹងគឺសង្ឃលោកកំពុងតែដំទង់ព្រោះធ្វើបានតែពេលយប់ទេញោមពេលថ្ងៃហ្នឹងដូចដឹងហើយក្តៅណាស់ញោមកម្ដៅ49 48 49ទៅពេលនេះគឺធ្វើរហូតដល់ម៉ោង8 9 ម៉ោង10 11ណាញោមតិចជាងចាប់ធ្វើតែពេលងាយរហូតដល់យប់អញ្ចឹងញាតិញោមប្រុសស្រីដែលទំនេរអាចអញ្ជើញមកចូលរួមហើយកំណត់ថ្ងៃការលេងល្បែងប្រជាប្រិយហ្នឹងក៏មិនទាន់បានជាកំណត់ជាក់លាក់ដោយសារតែយើងរៀបមិនទាន់បានហើយទាំងស្រុងអញ្ចឹងមិនទាន់បានជារៀបចំឲ្យបានកំណត់ថ្ងៃលេបានជាក់លាក់ទេអញ្ចឹងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីនឹងបន្តចូលរួមនិងអញ្ជើញចូលរួមឲ្យបានច្រើនកកនៅក្នុងទីអារាមវត្តព្រោះកាត់បន្ថយការគ្រោះថ្នាក់កូនចៅញាតិញោមទៅលេងពីឆ្ងាយបើម៉ូតូបើកឡានហ្នឹងរកពេលគ្រោះថ្នាក់អញ្ចឹងញាតិញោមត្រូវតែជំរុញកូនចៅនឹងលេងវត្តព្រោះអីឆ្នាំនេះយើងលេងតែដើម្បីប្រជាប្រិយខ្មែរយើងទាំងអស់អត់បានយករបស់អ្នកណាមកលេងទេជាងគឺញាតិញោមជាខ្មែរត្រូវថែរក្សារបស់ណាដែលជារបស់ខ្មែរមកពីសូមចម្រើនពរលាប៉ុណ្ណឹង